តៃវ៉ាន់បង្អួតរថក្រោះ M1 Abrams ផ្ដល់ដោយសហរដ្ឋអាមេរិកខណៈចិនដាក់សម្ពាធយោធាតៃវ៉ាន់កាលពីថ្ងៃទី2ខែវិច្ឆិកាបានដាក់ឲ្យប្រើប្រាស់នៅរថក្រោះចម្បាំងសំខាន់ៗ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញសមត្ថភាពការពារជាតិរបស់ខ្លួនចំពេលមានសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិននេះបញ្យល់តាមការចុះផ្សាយដោយសារព័ត៌មាន NHK ពិធីប្រគល់រថក្រោះ M1 A2T Abrams ចំនួន28គ្រឿងបានធ្វើឡើងនាថ្ងៃសុក្រទី31ខែតុលាស្របពេលដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តលក់រថក្រោះទាំងនេះទៅឲ្យតៃវ៉ាន់ក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់បានថ្លែងនៅក្នុងពិធីនោះថាតៃវ៉ាន់កំពុងពង្រឹងការការពារជាតិរបស់ខ្លួនដើម្បីការពារខ្លួននិងរក្សាសន្តិភាពព្រមទាំងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ក៏ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបញ្ចូលទឹកដីការឈ្លានពាននិងការបង្រួបបង្រួមដោយបង្ខំក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថារថក្រោះនេះត្រូវបានបំពាក់ដោយកាំភ្លើងទំហំ120មីលីម៉ែត្រដែលផ្ដល់នូវកម្លាំងបាញ់ដ៏ខ្លាំងក្លានិងមានចលនាខ្ពស់ជាមួយនឹងល្បឿនអតិបរមា67គីឡូម៉ែត្រក្នុង1ម៉ោងយ៉ាងណាមិញរថក្រោះ M1 Abrams សរុប108គ្រឿងគ្រោងនឹងដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់នៅក្នុងឆ្នាំ2026នេះជាក់ស្ដែងតៃវ៉ាន់មានបំណងជំរុញសមត្ថភាពការពារជាតិរបស់ខ្លួនបន្ថែមទៀតដោយធ្វើទំនើបកម្មឧបករណ៍របស់ខ្លួនតាមរយៈការណែនាំរថក្រោះចម្បាំងសំខាន់ៗរបស់យោធាសហរដ្ឋអាមេរិកប្រធានាធិបតី Lai Ching-te បាននិយាយកាលពីថ្ងៃសុក្រទី31ខែតុលានោះថាកោះតៃវ៉ាន់បដិសេធយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រទេសមួយប្រព័ន្ធពីររបស់ប្រទេសចិនដែលនឹងការពារអធិបតេយ្យភាពសេរីភាពនិងលទ្ធិប្រជាធិបតេយ្យចំពេលមានសម្ពាធជាថ្មីពីទីក្រុងប៉េកាំងដើម្បីនាំយកកោះដែលគ្រប់គ្រងដោយខ្លួននេះមកក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងវិញថ្លែងទៅកាន់ទាហាននៅក្នុងឯមូលដ្ឋានយោធានៅភាគខាងជើងកោះតៃវ៉ាន់លោក Lai បានលើកឡើងថាមានតែកម្លាំងប៉ុណ្ណោះដែលអាចធានាបាននូវសន្តិភាពយូរអង្វែងនិងបានប្រមានប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ពីសំណាក់ចិនលោកបានមានប្រសាសន៍ថាការទទួលយកការទាមទាររបស់អ្នកឈ្លានពាននិងការបោះបង់អធិបតេយ្យភាពពិតជាមិនអាចសម្រេចបាននូវសន្តិភាពឡើយយើងត្រូវតែរក្សាស្ថានភាពដដែលដោយសេចក្តីថ្លៃថ្នូរនិងការដោះស្រាយប្រឆាំងដាច់ខាតការកាត់បញ្ចូលជាឧបសម្ព័ន្ធការឈ្លានពាននិងការជំរុញឲ្យមានការបង្រួបបង្រួមទាំងបង្ខំលោក Lai Ching-te ដែលទីក្រុងប៉េកាំងចាត់ទុកថាជាអ្នកបំបែកខ្លួនបានបន្ថែមថាតៃវ៉ាន់នឹងរក្សាប្រព័ន្ធរដ្ឋធម្មនុញ្ញសេរីនិងប្រជាធិបតេយ្យរបស់យើងជារៀងរហូតនិងបដិសេធគោលការណ៍ប្រទេសមួយប្រព័ន្ធពីររបស់ចិនដោយសម្ដៅលើគំរូដែលចិនប្រើដើម្បីគ្រប់គ្រងហុងកុងនិងម៉ាកាវការកត់សម្គាល់របស់មេដឹកនាំតៃវ៉ាន់បានកើតឡើងបន្ទាប់ពីប្រទេសចិនបានព្រមានកាលពីដើមសប្តាហ៍នោះថាខ្លួននឹងមិនបដិសេធប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់នោះទេដោយធ្វើឲ្យមានភាពតានតឹងរឹតតែខ្លាំងឡើងលោក Lai Ching-te បាននិយាយថាគ្មានគណបកនយោបាយធំណាមួយនៅតៃវ៉ាន់គាំទ្រគំនិតប្រទេសមួយប្រព័ន្ធពីររបស់ប្រទេសចិននោះឡើយដោយបន្ថែមថាការការពារលទ្ធិប្រជាធិបតេយ្យមិនគួរត្រូវបានមើលឃើញថាវាជាការបង្កហេតុនោះទេប្រជាជនតៃវ៉ាន់ដែលការពារអធិបតេយ្យភាពរបស់ខ្លួននិងរក្សារបៀបរស់នៅបែបប្រជាធិបតេយ្យនិងសេរីរបស់ពួកគេមិនគួរត្រូវបានចាត់ទុកថាជាការញុះញង់នោះទេការវិនិយោគលើការការពារជាតិគឺជាការវិនិយោគក្នុងសន្តិភាពលោក Lai Ching-te បានបដិញ្ញាថានឹងបង្កើនការចំណាយលើវិស័យការការពារជាតិរបស់ខ្លួនដល់ទៅ 5% នៃផលិតកម្មក្នុងស្រុកសរុបនៅឆ្នាំ2030ដើម្បីពង្រឹងសមត្ថភាពយោធារបស់កោះទប់ទល់នឹងសម្ពាធកើនឡើងរបស់ចិនលោក Donald Trump ចោទប្រកាន់រុស្ស៊ីនិងចិនថាបានសាកល្បងអាវុធនុយក្លេអ៊ែរជាសម្ងាត់នៅក្រោមដី Washington ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចោទប្រកាន់រុស្ស៊ីនិងចិនថាបានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាសម្ងាត់នៅក្រោមដីបើទោះបីជាលោកមិនបានផ្ដល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះក៏ដោយនេះបញ្យល់តាមការចុះផ្សាយដោយសារព័ត៌មាន AFP កាលពីថ្ងៃទី3វិច្ឆិកាឆ្នាំ2025នៅពេលដែលលោកត្រូវបានសាកសួរអំពីការណែនាំរបស់គាត់ទៅកាន់មន្ទីរបញ្ចកោណដើម្បីរៀបចំសម្រាប់ការបន្តការសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឡើងវិញលោក Donald Trump បានឆ្លើយនៅក្នុងបទសម្ភាសន៍មួយថារុស្ស៊ីនិងចិនកំពុងធ្វើតេស្តក៏ប៉ុន្តែពួកគេមិននិយាយអំពីវាទេខ្ញុំមិនចង់ឲ្យសហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលមិនធ្វើអ្វីសោះនោះឡើយភ្លាមនោះដែរអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានចេញមុខបដិសេធយ៉ាងដូចនេះថាចិនគឺតែងតែគោរពយ៉ាងខ្ជាប់ខ្ជួនជានិច្ចចំពោះគន្លងផ្លូវនៃការអភិវឌ្ឍដោយសន្តិភាពចំពោះគោលការណ៍មិនមែនជាអ្នកប្រើប្រាស់មុននៅអាវុធនុយក្លេអ៊ែរចំពោះយុទ្ធសាស្ត្រនុយក្លេអ៊ែរការពារខ្លួននិងចំពោះការបដិញ្ញាផ្អាកធ្វើតេស្តអាវុធនុយក្លេអ៊ែរលោក Donald Trump បន្ថែម
មថាប្រទេសកូរ៉េខាងជើងនិងប៉ាគីស្ថានក៏កំពុងធ្វើការសាកល្បងនុយក្លេអ៊ែរផងដែរហើយបានការពារជំហររបស់លោកថាសហរដ្ឋអាមេរិកគួរតែធ្វើតាមពួកគេលោកបានមានប្រសាសន៍ថាយើងត្រូវតែសាកល្បងដើម្បីមើលថាតើពួកវាដំណើរការយ៉ាងណាបច្ចុប្បន្ននេះកូរ៉េខាងជើងជាប្រទេសតែមួយគត់ដែលគេស្គាល់ថាបានធ្វើការបំផ្ទុះនុយក្លេអ៊ែរក្នុងរយៈពេលប្រមាណទសវត្សរ៍ថ្មីៗនេះទិន្នន័យដែលមានជាសាធារណៈបានបង្ហាញថារុស្ស៊ីមិនបានសាកល្បងអាវុធនុយក្លេអ៊ែរតាំងពីឆ្នាំ1990មកហើយចិនក៏មិនបានសាកល្បងចាប់តាំងពីឆ្នាំ1996មកដែរនៅពេលសួរអំពីរឿងនេះលោកដូណាល់ត្រាំបានរៀបរាប់ថាពួកគេបានធ្វើវាក៏ប៉ុន្តែគឺធ្វើដោយសម្ងាត់និងមិនបានប្រកាសអំពីវានោះទេលោកបានបន្ថែមថាអ្នកមិនចាំបាច់ដឹងពីកន្លែងដែលពួកគេកំពុងធ្វើតេស្តនោះទេពួកគេគឺធ្វើនៅក្រោមដីយ៉ាងជ្រៅដែលមនុស្សមិនដឹងច្បាស់ថាមានអ្វីកើតឡើងអ្នកគ្រាន់តែមានអារម្មណ៍ថាមានការញ័រខ្លះៗប៉ុណ្ណោះទាំងទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូមិនបានឆ្លើយតបចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោកដូណាល់ត្រាំនេះនោះទេយ៉ាងណាមិញអ្នកនាំពាក្យវិមានគ្រីមឡាំងលោកឌីមីត្រីពេស្កូវធ្លាប់បាននិយាយកាលពីថ្ងៃទី30ខែតុលាថាប្រទេសរុស្ស៊ីមិនបានធ្វើការបំផ្ទុះនុយក្លេអ៊ែរនោះទេក៏ប៉ុន្តែបានព្រមានថាទីក្រុងម៉ូស្គូនឹងធ្វើដូចគ្នាប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តការសាកល្បងឡើងវិញអ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គូចៃខុនបានអំពាវនាវឲ្យសហរដ្ឋអាមេរិកអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងការហាមឃាត់ជាសកលលើការសាកល្បងអាវុធនុយក្លេអ៊ែររដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិកលោក Chris Wright បាននិយាយកាលពីថ្ងៃអាទិត្យទី3ខែវិច្ឆិកាថាការសាកល្បងអាវុធនុយក្លេអ៊ែរដែលបញ្ជាដោយប្រធានាធិបតីលោកដូណាល់ត្រាំនឹងមិនពាក់ព័ន្ធការផ្ទុះនុយក្លេអ៊ែរនោះទេក៏ប៉ុន្តែជាផ្នែកផ្សេងទៀតនៃអាវុធនុយក្លេអ៊ែរដើម្បីធានាថាពួកវាដំណើរការបានយ៉ាងត្រឹមត្រូវការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងថាមពលបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុនថាលោកស្នើសុំឲ្យយោធាសហរដ្ឋអាមេរិកបន្តការសាកល្បងនុយក្លេអ៊ែរលើមូលដ្ឋានស្មើភាពគ្នាជាមួយប្រទេសដទៃទៀតដែលបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកថ្ងៃដ៏អាក្រក់បំផុតនៃសង្គ្រាមត្រជាក់លោក Chris Wright បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី The Sunday Briefing របស់ Fox News ថាខ្ញុំគិតថាការធ្វើតេស្តដែលយើងកំពុងនិយាយអំពីវានៅពេលនេះគឺជាការធ្វើតេស្តប្រព័ន្ធដែលទាំងនោះមិនមែនជាការផ្ទុះនុយក្លេអ៊ែរទេពោលគឺជាអ្វីដែលយើងហៅថាការផ្ទុះមិនសំខាន់យ៉ាងណាមិញនៅក្នុងនាមជាប្រធានទីភ្នាក់ងារទទួលបន្ទុកខុសត្រូវចំពោះការធ្វើតេស្តលោក Chris Wright បាននិយាយថាការធ្វើតេស្តដែលបានគ្រោងទុកនឹងរួមបញ្ចូលសមាសធាតុផ្សេងទៀតទាំងអស់នៃអាវុធនុយក្លេអ៊ែរដើម្បីធានាថាពួកគេបង្កើតលទ្ធផលនិងលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការផ្ទុះនុយក្លេអ៊ែរជាពិសេសទាំងនេះគ្រាន់តែជាការអភិវឌ្ឍប្រព័ន្ធទំនើបដើម្បីឲ្យអាវុធនុយក្លេអ៊ែរជំនួសរបស់យើងកាន់តែប្រសើរជាងអាវុធពីមុនតែប៉ុណ្ណោះទោះជាយ៉ាងនេះក្តីភាពមិនប្រកបប្រជាអំពីចេតនារបស់លោកដូណាល់ត្រាំបានចាប់ផ្ដើមប៉ុន្មាននាទីមុនពេលកិច្ចប្រជុំដ៏សំខាន់មួយជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2025នៅពេលនោះលោកហាក់ដូចជាបានបង្កប់ន័យពីការរៀបចំដើម្បីបញ្ចប់ការហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍នៅលើវេទិកាបណ្ដាញសង្គម Truth Social ក្រោយវិលត្រឡប់ទៅទីក្រុង Washington វិញលោកដូណាល់ត្រាំបានជៀសវាងការបញ្ជាក់ថាតើលោកពិតជាចង់បន្តការផ្ទុះអាវុធនុយក្លេអ៊ែរឬគ្រាន់តែជាការសាកល្បងបាញ់បង្ហោះដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលកើតឡើងជាញឹកញាប់គ្រានោះលោកបានបញ្ជាក់ពីលើយន្តហោះ Air Force One ដោយសម្លេងខ្លាំងៗថាកុំឆ្ងល់អីអ្នកនឹងដឹងឆាប់ៗនេះកន្លងមកយោធាសហរដ្ឋអាមេរិកតែងតែសាកល្បងមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក៏ប៉ុន្តែមិនមានការផ្ទុះនុយក្លេអ៊ែរណាមួយឡើយចាប់តាំងពីឆ្នាំ1992មកការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាក៏មិនទាន់បានផ្ដល់សច្ចប័ននៅឡើយហើយវានៅតែជាកម្មវត្ថុនៃប្រទេសទាំងអស់ដែលមានអាវុធនុយក្លេអ៊ែរដោយឡែកប្រទេសតែមួយគត់ដែលបានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាប្រចាំក្នុងរយៈពេល25ឆ្នាំកន្លងទៅនេះគឺកូរ៉េខាងជើងតែមួយគត់ហើយការធ្វើតេស្តផ្ទុះចុងក្រោយរបស់ខ្លួនគឺនៅក្នុងខែកញ្ញាឆ្នាំ2017សន្ធិសញ្ញាហាមឃាត់សាកល្បងអាវុធនុយក្លេអ៊ែរដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ1996គឺហាម5រាល់ការសាកល្បងបំផ្ទុះនុយក្លេអ៊ែរមិនថាសម្រាប់គោលបំណងយោធាឬស៊ីវិលក៏ដោយឃ្លាំងផ្ទុកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានថាមពល DOE មិនមែនជាក្រសួងការពារជាតិទេគិតត្រឹមខែកញ្ញាឆ្នាំ2023 DOE បានរាយការណ៍ថាសហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន3748គ្រាប់ក្នុងនោះមាន2170ក្បាលគ្រាប់ដែលសកម្ម